Cào phép bình đôi phía một đôi trục cho pro chất to tăng đạp lỗ ca thoát con khói trên khăn nè na có đắng có nhóp dài mặt con đồn ta tung chia kề miền tây nạp xanh mô cướp cờ nong cà phê chua con khmai mà lo con khmai chẳng ai cha đón ta từ khôn con cà phê chiếm nạp rồi chót theo kia món cà phê món đã đón ta chờ nào con khmai នេះគឺជាកីឡាករទាំងពីរប្រកួតក្នុងប្រភេទទម្ងន់38គីឡូក្រាមនៅលើសង្វៀនត្រាហ្គិនគុនខ្មែរគូបោកឆាកសម្រាប់នៅថ្ងៃទី14ថ្ងៃនេះដូចជាទីវីនៃក្តីស្រឡាញ់ទេបាទអរគុណច្រើនមុននឹងឈានចូលដល់ការប្រកួតខ្ញុំបាទសូមជម្រាបជូនជីវប្រវត្តិសង្ខេបខ្លីៗរបស់អ្នកទាំងពីរដំបូងគេគឺបង្គោលក្រហមគេមានទម្ងន់38គីឡូក្រាមអាយុ14ឆ្នាំកម្ពស់ 1.56 ប្រកួតបានចំនួន6ដងឈ្នះ2ចាញ់2ស្មើ2ឲ្យត្រឹមតែម្ដងបាទប្រកួតចុងក្រោយគឺចាញ់បន្ទុកគេមានសុកកំណើនៅឃុំបាទជួងស្រុកពញាលឺខេត្តកណ្ដាលថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លឹបគុនខ្មែរ7មករាបង្ហាត់ឲ្យលោកគ្រូបឺតសំខាន់អស់លោកលោកស្រីនាងកញ្ញាផ្ដល់សម្លេងតែដៃស្វាគមន៍ជូនដល់អ្នកប្រយុទ្ធចំនួនក្រោយបឺតម៉ាលៀនបាទចំណែកឯដៃគូប្រកួតរបស់គេឈននៅបង្គោលខៀវមានទម្ងន់38គីឡូក្រាមដូចគ្នាបច្ចុប្បន្នវ័យ14ឆ្នាំកម្ពស់ 1.50 ឆ្លងកាត់ការប្រកួតគុនខ្មែរបានចំនួន2ដងឈ្នះម្ដងចាញ់ម្ដងមិនដែលស្មើហើយគេមានស្រុកកំណើតនៅភូមិស្នាសង្គ្រាមឃុំរុនតាឯកខេត្តសៀមរាបបន្តិចទៀតនឹងធ្វើការថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លឹបប្រដាល់ពុករិស័យគុនខ្មែរបងវឹកដល់លោកគ្រូថាំងឌីណាអស់លោកលោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់ពន្លកគុនខ្មែរខេត្តសៀមរាបពុកអាវឿនចំណែកឯអញ្ញាកណ្ដាលនៅលើសង្វៀនតម្រូវទៅលើលោកគ្រូអិនវិចិត្របាទអរគុណច្រើនអាដាមលោកជំទាវលោកលោកស្រីប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទជំរាបសួរទៅដល់វត្តមានពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅគ្រប់គេឋានបាទតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាក៏ដូចជាតាមរយៈបណ្ដាញសង្គមបាទការប្រកួតនៅលើសង្វៀនត្រាហ្គិនគុនខ្មែរសប្តាហ៍នេះគឺយើងបានចាប់ផ្ដើមការប្រកួតបាត់គូពិសេសទី1បាទដូច្នេះសូមពុកម៉ែបងប្អូនដែលកំពុងតែទស្សនាតាមរយៈបណ្ដាញសង្គម Facebook Live បាទចូលរួមជួយចុច Like ចុច Share ដើម្បីបន្តលើកស្ទួយថ្នាលគុនខ្មែរក៏ដូចជាពង្រីកវិសាលភាពគុនខ្មែររបស់យើងជាបន្តទៀតបាទយើងចូលចែករំលែកជាបន្តព្រោះថានេះជាគូថ្នាលជាចិត្តរបស់បងប្អូនយើងគាត់នៅចិញ្ចឹមចិត្តមួយថាគូថ្នាលខ្លះវាមិនសូវល្អមើលក៏អញ្ចឹងក៏មិនសូវមានការគ្រប់គ្រងច្រើនអញ្ចឹងណាបាទប៉ុន្តែសូមបងប្អូនគ្រប់គ្រងសិនបាទគ្រប់គ្រងសិនទៅជឿជាក់ថាមានការគ្រប់គ្រងច្រើនពួកគាត់នឹងប្រឹងប្រែងបន្តទៀតការប្រកួតនឹងក្លាយជាការប្រកួតមួយដ៏ជក់ចិត្តហើយបាទហើយជឿជាក់ថាលោកគ្រូឬក៏សិស្សច្បងអីគាត់នឹងប្រាប់អើយគេគ្រប់គ្រងឲ្យមិនខំគេផ្ដល់ឱកាសឲ្យមិនក៏មិនប្រឹងអញ្ចឹងគឺយើងគ្រប់គ្រងពួកគាត់សិនបាទគ្រប់គ្រងពួកគាត់សិនផ្ដល់ឱកាសឲ្យពួកគាត់សិនចាំមើលគាត់ធ្វើបានឬក៏មិនបានអាហ្នឹងអាស្រ័យទៅលើសមត្ថភាពនិងការប្រឹងប្រែងរបស់គ្រូបង្វឹកដែលខិតខំដឹកនាំវេទបលាយកាយផ្លូវឲ្យយ៉ាងទេបាទជាការពិតអញ្ចឹងសម្រាប់ការប្រកួតកីឡាផ្ដាល់គុនខ្មែរនេះដូចយើងរៀនអញ្ចឹងបាទយើងអត់អាចថាវឹបឡើងចូលទៅដល់ថ្នាក់ទី12ថ្នាក់បរិញ្ញាបត្រអីទេបាទគឺយើងផ្ដើមចេញពីដំបូងដូចថ្នាលនឹងដូចគ្នាបាទហើយពីសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាមិនថាសង្វៀនត្រាហ្គិនឬក៏សង្វៀនគ្រុឌបាទគឺតែងតែផ្ដល់ឱកាសជានិច្ចបាទជូនទៅដល់បាទកីឡាករតំពាំងគុនខ្មែររបស់យើងឲ្យបានប្រកួតបង្ហាញសមត្ថភាពបាទនៅក្នុងថ្ងៃនេះគឺយើងមិនត្រឹមតែមានការប្រកួតគូមិត្តភាពថ្នាលនោះទេបាទសូម្បីតែគូទី4បាទថ្នាលដូចគ្នាបាទប្រភេទទម្ងន់28គីឡូក្រាមគឺអាចរត់កោសនិងនួនចောက်លីឆេទៅវិញក៏ជាការផ្ដល់ឱកាសឲ្យថែមទាំងឲ្យលេខពានអមជាមួយនឹងប្រាក់លានថែមទៀតផងបាទជាការផ្ដល់តម្លៃមួយឲ្យកីឡាករថ្នាលណាទី1គឺប្រាក់រង្វាន់ទី2គឺតម្លៃខ្លួនបាទជឿជាក់ថាយើងគិតថាក្មេងៗចាយលុយមិនសូវច្រើនទេយើងតែគិតចឹងប៉ុន្តែតម្លៃខ្លួនពួកគាត់គួរតែឲ្យថាសមគួរដែរទៅល្មមមកចាយព្រោះបច្ចុប្បន្ននេះយើងនឹងស្រាប់ហើយយើងដាក់លុយ40000នៅក្នុងកប៉ៅជួយចាយបានមួយថ្ងៃផងបាទពេលខ្លះដោយសារតែអ្វីគឺត្រូវការចំណាយច្រើនណាបាទចាឥឡូវនេះកីឡាករទាំងពីរកំពុងតែស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុនខ្មែរពីលោកអញ្ញាកណ្ដាលលោកអិនវិចិត្រជំរាបជូនផងដែរចំពោះគូពិសេសទី1គឺប្រកួតចំនួន3ទឹក
គូទី1គឺប្រកួត3ទឹកបាទថ្នាលចេះគឺយើងពាក់ការពារកែងដៃអាចដៃកែងបានក៏ពាក់ការពារដើម្បីយើងបន្ថយភាពគ្រោះថ្នាក់បាទបន្ថយភាពគ្រោះថ្នាក់ពូកែងជាអាវុធមួយដ៏មុតស្រួចហើយបរទេសខ្លាយទៅអាណាសម្រាប់គុណខ្មែរយើងគឺខ្លាំងបកែទៅកែងនេះឯងបាទតែយើងនិយាយពីកែងនេះចក្រមត្រៀមប្រងព្រៀបប្រកួត Dragon គុណខ្មែរគូថ្នាលគុណខ្មែរពិសេសទី1ទឹកទី1អីចាស់ធាក់មួយពីមកលៀនប៉ះជាមួយនឹងអាវឿនបាទអាវឿនឈ្មោះគាត់អញ្ចឹងបងប្អូនណាជាស្លាយតិចថាបងប្អូនទុំចូលរួមទស្សនាតែខ្ញុំក៏ឆ្លើយមកដែរហៅអាវឿនតែម្ដងឈ្មោះគាត់អញ្ចឹងទេបាទគឺពុកអាវឿនចាក់ជង្គង់ពីអាវឿនចាប់កាច់ពីអាវឿនបាទមកលៀនគាត់ថាបើកមកលៀនតែម្ដងទាត់លោមួយទាត់សងវិញពីមកលៀនចាប់គ្រឿងជប់ពុកកាច់ចាក់ជង្គង់មួយពីមកលៀនចាប់កាច់បោកព្រលតែមិនរត់ដួលទេយ៉ាស់ឌឺមិនតែសិនងើបឡើងដើរចូលជាបន្តបើកឆាកបោរំថើនតែម្ដងអ្នកទាំងពីរនេះបើថាវាយគ្នាឲ្យទៅតានតឹងជាងនេះណាអាចមានឱកាសចេញតាមខេត្តដែរចេញតាមខេត្តបងប្អូនយើងហួរច្រើនណាឲ្យតែវាល្អបែបនេះគប់កាយមួយពីមកលៀនទាត់លោមួយពីអាវឿនបាទទាត់កាត់សងវិញធាក់ចេញមួយពីមកលៀនដើរចូលយកបានមកដៃជួយជីកោចាក់ជង្គង់ក្បត់ដល់ពីអាវឿនអូបាទអាវឿនថាចូលមកឲ្យតែចូលគឺមានអាវុធចេញធាក់ចេញមួយពីមកលៀនចាប់កាច់ទៀតបោកបដូរទៀតយ៉ាតំណងលេងគូនេះបាទតំណងលេងដើរចូលជួយបន្តទៀតពីមកលឿនវាយចូលទ្រង់សុបដកចេញទៅវិញបាទលឿនថាឆ្ងាញ់ណាស់អោននេះបាទលូកចូលបានមកដៃឆ្វេងបាទច្រកពងឲ្យវាយចូលពួរទឹកមួយដកចេញវិញបាក់ពួរឲ្យវាយទៀតចូលមកទាត់លោមួយពីអាវឿនដើរចូលតែសិនបាទទាត់កាត់ជើងក្រោមមួយពីមកលឿនអាវឿនថាវាយទៀតទាត់ទៀតចាក់ជង្គង់មួយចាប់កាច់យល់បោកពីមើលគាត់បាទអ្នកតាពីនេះបាទថាអ្នកស្នងគុណខ្មែរយើងមកក្រោយទាត់លោមួយធាក់ចេញមួយពីមកលឿនធាក់ចេញមួយពីមកលឿនដើរញាក់បានតែសិនបាទមកលឿនញាក់យិនសិនបាទអរគុណច្រើនប្រិយមិត្តបាទយើងទស្សនារូបភាពយឺតការពីទឹកទី1កន្លងទៅបាទស្ទូចូលដើរទៅបាទទាត់ឆ្វេងបាទសងកណ្ដាប់ដៃស្ដាំមានទៅមានមកកាត់ចូលមកប្លង់ត្រង់នេះជាបន្តទៀតបាទទាំងមកលៀនបាទទាំងអាវឿនណែចាប់កាច់រុញផ្ដួលបាទពីអាវឿនបាទឈ្មោះគាត់អញ្ចឹងបាទអាវឿនកំពុងតែកំិចកំើមអាប៉យនេះឲ្យទឹកបាទនេះដាក់ចូលទៅលុកកណ្ដាប់ដៃឆ្វេងទាត់ស្ដាំបច្រាស់គ្នាម្នាក់មួយជើងបាទនេះចូលទៅមកប្លង់ត្រង់នេះជាបន្តទៀតអាយ៉ាកែងគល់ខ្លីចូលមកតែកាប់កែងបាទអូកែងបន្តិចដែលសារលឹបផុតចូលអញ្ចឹងក៏ទាញមកបាទគោះកែងស្ដាំសមកវិញបាទពីកីឡាករពុកអាវឿនអ្នកឲ្យទឹកចេញក្រៅ Dragon គុណខ្មែរគូថ្នាលគុណខ្មែរពិសេសទី1ទឹកទី2បាទគូថ្នាលគុណខ្មែរបាទគូពិសេសទី1នៅលើសម្ភារ Dragon បានឈានចូលមកដល់ទឹកទី2បង្គោលក្រហមកីឡាករបឺតមកលៀនបង្គោលខៀវគឺពុកអាវឿនបាទបង្គោលក្រហមនេះ6ដងឈ្នះ2ចាញ់2ស្មើ2ស្មើជ្រិញបាទរីឯអាវឿននោះ2ដងឈ្នះ1ចាញ់1ស្មើជ្រិញដូចគ្នាបាទយើងចាំមើលថាតើថ្ងៃនេះអ្នកណាគេនឹងរក្សាឬក៏ទទួលបានចំណុចត្រាឈ្នះច្រើនជាងបាទកាច់រុញផ្ដួលមកអាវឿនរៀងសើចញឹមបាទណែបាទបដូរក្តាប់ដៃគ្នាបាទចាក់មកទាត់ស្ដាំរបស់បាទមកលៀនមកសងវិញរបស់អាវឿនបាទបាទចូលទៅសឹមតិចជាបន្តទៀតបាទការប្រកួតគូថ្នាលបែបនេះគឺយើងពាក់ជាមួយនឹងប្រដាប់ការពារកែងដៃហើយមួយទឹកគឺមានតែ2នាទីតែប៉ុណ្ណោះតែចូលទាត់ឆ្វេងមកក្តាប់ដៃស្ដាំចាប់កាច់ប្រវល់ដួលណែដួលទៅ2មកបណ្ដាច់កាច់ប្រវល់មកវិញបាទធ្វើឲ្យសរុបជាលទ្ធផលមកគឺមកលៀនជាអ្នកនៅពីលើបាទទាត់ឆ្វេងរបស់អាវឿនបាទកែងរបស់អាវឿនអាចយបាទចាប់ផ្ដើមសន្ធាប់គ្នាខ្លាំងសម្រាប់ទឹកទី2នេះបាទជង្គង់ស្របគ្នាម្នាក់មួយតែបច្ចេកទេសបាទកាច់ផ្ដួលស្អាតមែនទែនបាទពីអាវឿនបាទអាវឿនកាច់ដួលអាប៉យនេះអូទៅជាបន្តទៀតបាទញាក់បន្តិចសិនបាទរបស់មកលៀនថ្ងៃនេះគាត់គឺមានបឺតខេមបាទមានបឺតកុមារពេជ្រឬក៏បងប្អូនយើងធ្លាប់ស្គាល់តែខឹមពេជ្រដាបាទមកជួយឲ្យប្លង់បាទទស្សនាការប្រកួតជាបន្តទៀតបាទកំពុងតែចូលលុកកណ្ដាប់ដៃឆ្វេងសស្ដាំមកវិញបាទម្នាក់ម្ដាយកំពុងតែព្យាយាមបាទឌឺដងគ្នាហើយបាទទាត់ឆ្វេងបាទសងកណ្ដាប់ដៃឆ្វេងមកវិញរបស់មកលៀនអាវឿនញាក់បន្តិចសិនបាទទល់ចូលមកជង្គង់បាទសល់30វិក្នុងទឹកទី2បាទជង្គង់ស្របគ្នាជង្គង់បាទឆ្វេងពីអាវឿនបាទពុកអាវឿនអ្នកផ្ដាល់មកពីខេត្តសៀមរាបបាទប៉ះជាមួយនឹងអ្នកខេត្តកណ្ដាលបាទធាក់ឆ្វេងបាទដើរចូលពីអាវឿនកំពុងតែសម្លឹងមើលតិចបាទលុកដាក់ដៃចូលដល់ខ្លួនបាទតែគេផុតសងដៃឆ្វេងវិញរបស់អាវឿន
បានមកលៀនកំពុងតែបាក់ដកបន្តិចសិនរាប់បានមកពីលៀនជាប់គ្នារបស់អាវឿនបាត់ទាត់ស្ដាំមួយបាទទាត់បត់ចកេះស្អាតមែនតើមកពីកីឡាករបឺតមកលៀនដាក់ចូលទាត់ឆ្វេងរបស់អាវឿនញាក់បន្តិចសិនចុងទឹកបាប់ព្យាយាមចេញក្បាច់បន្តទៀតសឹកលឹងមើលអាយ៉ាបាទបំរុងថានឹងប្រើក្បាច់ពិសេសបាទលុកកណាប់ដៃស្ដាំមួយរបស់មកលៀនទៅជាបន្តទៀតបាទសម្លឹងគ្នាអត់ទាន់គៀទេដាក់ចូលតែញាក់ស្ដាំទាត់ឆ្វេងបាទហើយក៏បាទសម្លឹងមើលមុខគ្នាជាបន្តទៀតបាទទៅជាបន្តលុកកណាប់ដៃមួយបាទសងកណាប់ដៃឆ្វេងស្ដាំទៅជាបន្តកណាប់ដៃឆ្វេងស្ដាំទៅជាបន្តទៀតបាទទស្សនាការប្រកួតជាបន្តទៀតប្រិយមិត្តបាទលុកកណាប់ដៃស្ដាំមួយចាប់ទឹកទី2បាទចាប់ទឹកទីបាទត្រឡប់មកជួបនេះជាថ្មីមកទស្សនារូបភាពយឺតបាទនៅក្នុងទឹកទី2មុននេះដើរចូលលើកជើងរាប់ម៉ាន់តែសិនពី1លានដើរចូលនៅវត្តហើយបត់កៃពុះពីលើមកបាទគេហៅថាអនុរូបត់ភ្នំទាត់ថែមមកជើងភ្ញុកច្រកពងអាឆ្វេងគប់កែងឆ្វេងសបរៀមមួយទៀតទាត់កាត់បាទទាត់កាត់ពីអាវឿនតែ1លានវាយកាត់វិញវត្តស្នៃក៏បីឆ្វេងទាត់លើមួយសងលូកចូលបំអាដៃស្ដាំពី1លានផ្សេងឆ្វេងស្ដាំហើយឆ្វេងស្ដាំទៀតគប់កែងសងពីម្នាក់ខ្លៃទៅវាយចូលពេញគុំគៀមបាទពីដៃស្ទួនហើយក៏ទាត់កាត់ផ្លេសខ្លួនជើងថែមមកដៃទៀតពី1លានចូលគុំគៀមបាទតែធ្វើថាដូចជាមិនបង្ហាញអាការៈអីថារៀងបារម្ភទេសម្រាប់អាវឿនណែឲ្យទឹកចេញក្រៅ Dragon គុនខ្មែរគូថ្នាលគុនខ្មែរពិសេសទី1ទឹកទី3ដែលជាទឹកដៃព្រាត់ទឹកទី3ជាទឹកដៃព្រាត់ធាក់ចេញមួយពី1លានអាវឿនដើរចូលវឿនទាត់កាត់ជើងក្រោមភ្ញុកបានមកដៃរបស់1លានធាក់ចេញមួយរបស់1លានឲ្យលូកចូលប្រោដៃគ្នាពី1លានអាវឿនតាំងឃុំដើរចូលជាបន្តទាត់លូកចូលពីដៃអាវឿនវាយកាត់អាវឿនសោយដាក់ទេសិនសោយចេញប្រាប់ការពីលូកចូលពីដៃ3ដៃ4ដៃទាត់ជួសមុទ្រមួយទៀតពី1លានឯចាស់មើលទ្វាតាពីប៉ុន្តែចេញច្រើនក្បាច់អគប់កាយមួយឆ្វេងពីអាវឿនដើរចូលជាបន្តពីអាវឿនភ្ញុកបានមកដៃឆ្វេងពីអាវឿនដើរចូលគប់កែងសងវិញពី1លានដើរចូលជាបន្តពីអាវឿនញាក់ចូលញាក់ចេញធាក់ចេញមួយពី1លានធាក់ចេញមួយអាញាកដាសុំរុំសិនប្រាប់អូរុញប្រថាប់បាទថាគុំចុះដល់ដៃអាគុំចុះមកដល់ដៃប៊ីសរហូតដល់គុំធាក់ចូលគល់ផ្លូវមួយពី1លានទាត់លើមួយពីអាវុធដេញតាម1លានវត្តស្នៃក៏បីឆ្វេងវត្តស្នៃអីវិញចាប់កាច់អត់ទៅណាទេដើរចូលពីអាវុធជាបន្តធាក់ចេញមួយពី1លានវត្តស្នៃក៏បីកាត់អាវុធគប់កែងវឿនដើរចូលទាត់លើមួយ1លានទាត់កាត់ជើងក្រោមចំអូចរៈពីអាវុធបាទអាវុធដើរចូលជាបន្តទាត់កាត់គឺក៏មួយ1លានឆ្មក់បានមកដៃឆ្វេងចូលពេញមុខថែមមកដៃស្ដាំចាំម៉ងថងដើរចូលជាបន្តទៀតដើរចូលធាក់ចេញមួយពី1លានទាត់កាត់ជើងក្រោមមួយពីអាវុធទាត់កាត់ជើងក្រោមអាវុធដើរចូលទាត់លើមួយពី1លានដើរចូលធាក់ចេញនេះបាទជើងអរិយចំពេញមុខលូកចូលមកដៃខទាំងអស់បាទពីអាវុធលូកចូលមកដៃឆ្វេងគប់កែងឆ្វេងមួយទៀតពីអាវុធញាក់បានតិចបាទលឿនអាបេទៅហើយធាក់ចេញមួយចាប់ជើងទាត់ជើងក្រោមមួយពីអាវុធមកលើរស់ទូងមិនថាអីបញ្ហាបន្តការប្រកួតទៀតដល់ចូលគប់កែងចាប់កាច់បោកដួលទៅទាំងទ្វេលើកឡើងបន្តការប្រកួតទៀតអ្នកបោះប្លង់ទាំងសងខាងកំពុងតែតឹងសរសៃកដូចគ្នានេះលូកចូលបានពីដៃម្នាក់ពីដៃទាត់កាត់ជើងក្រោមពី1លានទាត់ជើងក្រោមសងវិញពីអាវុធពីកចាក់ជង្គង់មួយពីអាវុធពីកចាក់ជង្គង់ពីអាវុធអ្នកដែរបន្តការប្រកួតទៀតដើរចូលពី1លានដើរចូលមកលឿនលូកជួយហើយយកបានមកដៃស្ដាំធាក់ចេញមួយទៀតពី1លានបោះជង្គង់ហោមួយតែគប់កែងមកដានពាក់ជង្គង់ហោតែបឡំគប់កែងតែអាវុធទទួលបាននឹងបត់កែងសងវិញចាប់ទឹកទី3បាទញាក់សាច់ឲ្យតែធ្វើបាទគ្រូនេះមើលក្រហមឬក៏ខៀវជាអ្នកទទួលបានជ័យជំនះបាយគ្រាបីទឹកពេញដោគូនេះហៅគូបដោបាទបដោអស់និស័យផងតែចាំមើលថាតើនឹងមាននិស័យជួបគ្នាទៀតឬក៏យ៉ាងណាចាំមើលអស់សិនក៏ពុកអប៉យព្យាយាមបោះប្លង់ណាថាអ្វីឲ្យដូចខ្ញុំទេបាទឥឡូវមកទស្សនាភាពយុទ្ធធាក់ចេញមួយពី1លានធាក់ចេញឲ្យឆាចេញមកបន្តិចអាមួយមកភ្ញុកម្នាក់ម្ដាយយកម្នាក់ម្ដាយថែមមកដៃស្ដាំទៀតរបស់1លានដើរចូលធាក់ចេញបាទមកដៃឆ្វេងរបស់បាទ1លានអាវុធដេញតាមលូកចូលឆ្វេងស្ដាំតបជួសមុទ្រមួយនៅវត្តស្នៃក៏បីអាឆ្វេងដកតិចអាវុធតាំងឃុំដើរចូលជាបន្តភ្ញុកមកដៃស្ដាំចំម៉ងតង់ឲ្យទាត់លើមួយពី1លាននេះចូលទៅតែបោះជង្គង់អស់តែអត់ទេដាក់តាក់គប់កែងសងវិញត្រូវបានអាវុធភ្ញុកមកដៃឆ្វេងគប់កែងឆ្វេងមួយទៀត
បាទជាមួយតាតាអ្នកទាំងពីរនរណាទទួលបានជ័យជំនះគណៈកម្មការបច្ចេកទេសលោកនឹងជំរាបជូននៅពេលបន្តិចទៀតនេះបាទចាសសូមអរគុណបងកុលខៀវកីឡាករពុកអាវឿនឈ្នះកីឡាករបង្គោលក្រហមបឺតម៉ាន់លៀនដោយពិន្ទុ